សួស្តីចៅតោះស្ដាប់រឿងនិទានជាមួយតាហើយចុចជាវ Channel តាផងណាកាលពីច្រើនឆ្នាំមុនមានប្តីប្រពន្ធមួយគូដែលទើបតែរៀបការថ្មីថ្មងប្តីឈ្មោះថាសម្បត្តិចំណែកប្រពន្ធឈ្មោះថាធីតាទាំងពីរនាក់បានទៅសាងសង់ផ្ទះនៅលើដីដែលឪពុកម្ដាយចែកឲ្យដែលនៅជុំវិញនោះគឺជាព្រៃហើយក៏មានផ្ទះសាច់ញាតិនៅឆ្ងាយពីគ្នាផ្ទៃដីដែលនៅសេសសល់ពួកគេបានជួយគ្នាត្រួសត្រាយដើម្បីធ្វើកសិកម្មហៅថាពិបាកទាំងគូគឺត្រូវតស៊ូជួយគ្នាធ្វើមមាញឹកនៅលើដីនោះមានដើមឈើមួយដើមនៅឆ្ងាយពីផ្ទះបន្តិចដែលអ្នកស្រុកហៅថាដើមដែងលក្ខណៈដើមឈើនោះគឺខ្ពស់ធំត្រដែតសម្បត្តិមានគំនិតចង់កាប់ដើមឈើនេះចោលដើម្បីយកមកដុតធ្យូងលក់ប៉ុន្តែធីតាមានអារម្មណ៍ថាមិនចង់កាប់វាទេនាងចង់ទុកវាដើម្បីធ្វើជាមិនលុបបាំងថ្ងៃនិងទុកសម្រាប់អង្គុយលេងប៉ុន្តែសម្បត្តិនៅតែបញ្ជាក់ថាចង់កាប់រីឯធីតាក៏មិនព្រមឲ្យកាប់ចុងក្រោយសម្បត្តិក៏ត្រូវព្រមតាមប្រពន្ធលក់ដល់ពេលយប់ពេលដែលកំពុងដេកលក់ទៅធីតាក៏យល់សម្បត្តិឃើញតែចាស់ម្នាក់ខ្លួនប្រានមមាញឹកដើរចូលមកហើយនិយាយថាមីនាងអើយសុំបាយស៊ីបន្តិចបានទេធីតាដោយក្តីអាណិតក៏ដួសបាយដាក់ចានរួចចាក់ទឹកត្រីពីលើរួចហុចឲ្យតាចាស់នោះគាត់ក៏អរគុណហើយនិយាយថាមិនដែលមានអ្នកណាឲ្យបាយអញស៊ីទាល់ទេសោះសុំអ្នកណាក៏គេមិនឲ្យគាត់និយាយដដែលបែបនេះរួចក៏សន្សឹមហូបបាយទៅខ្លាចឆ្លុកពេលហូបបាយរួចតាចាស់ក៏និយាយថាបុណ្យគុណលើកនេះអញមិនភ្លេចទេចាំអញនឹងសងគុណឯងវិញរួចគាត់ក៏ចង្អុលដៃទៅខាងដើមដៃនោះហើយប្រាប់ថាអញនៅទីនោះឯងតើវាយ៉ាងម៉េចដែរបើព្រឹកស្អែកឯងយកបាយទៅដាក់នៅគល់ឈើឲ្យអញបន្តិចហើយអញសន្យាណាថានឹងឲ្យលៀបឲ្យជ័យដល់អ្នកដែលរស់នៅផ្ទះនេះធីតាក៏ភ្ញាក់ឡើងហើយរឿងរ៉ាវយកសម្បត្តិប្រាប់សម្បត្តិប៉ុន្តែសម្បត្តិមានអារម្មណ៍ថាមិនចង់ធ្វើតាមទីគាត់ប្រាប់ថាយកទៅសែងធ្វើអីយល់សម្បត្តិស្អីក៏មិនដឹងគឺគាត់មានអារម្មណ៍ខ្លាចនឹងមិនចង់ធ្វើធីតាក៏គិតថានឹងមិនធ្វើតាមដែរលក់ដល់ពេលយប់បន្ទាប់ធីតាក៏យល់សម្បត្តិឃើញតែចាក់ដដែលគាត់និយាយថាជឿចិត្តអញចោះអញមិនធ្វើបាបពួកអញទេអញគ្រាន់តែមកសុំបាយស៊ីព្រោះគ្មានអ្នកណាធ្វើបុណ្យឲ្យអញទាល់តែសោះជួយយកបាយទៅដាក់ក្រោមដើមឈើហើយអុជធូបឲ្យអញខំណាធីតាក៏ប្រាប់ថាតែប្តីខ្ញុំមិនចង់ឲ្យធ្វើទេតាបន្ទាប់មកតាចាស់ក៏ហុតវល័យឈើវែងមួយឲ្យនាងធីតាក៏លូកដៃទៅទទួលហើយនាងក៏ឃើញថាវល័យឈើនោះគឺជាលេខពេលនាងភ្ញាក់ឡើងនាងក៏ប្រាប់រឿងយល់សម្បត្តិដល់សម្បត្តិក៏ប្រាប់ថាកុំទៅជឿអីមកនៅផ្ទះព្រៃភ្លុំបែបនេះមិនដឹងថាម្ចាស់ទឹកម្ចាស់ដីដែលមកចូលសម្បត្តិនឹងល្អឬអាប់ទេបន្ទាប់ពីនោះមិនយូរប៉ុន្មានធីតាក៏ទៅទិញឆ្នោតតាមលេខដែលឃើញក្នុងវល័យឈើនោះបង្ហាញថាត្រូវឆ្នោតមែនទែនហើយនាងក៏ដឹងគុណតាចាស់ម្នាក់នោះនាងក៏យកបាយនិងទឹកទៅដាក់នៅក្រោមដើមដែងដោយមិនឲ្យសម្បត្តិដឹងប៉ុន្តែសម្បត្តិដើរមកជួបល្មមក៏សួរថាធីតាឯងយកបាយមកដាក់ធ្វើអីនៅទីនេះនាងក៏ប្រាប់ថាដឹងទីថាខ្ញុំត្រីឆ្នោតមែនតែនសម្បត្តិក៏ត្រេកអរហើយក៏មិននិយាយអ្វីទៀតលុះដល់ពេលយប់តាចាស់ដើរមកប្រាប់ក្នឹងសពបិនថាព្រឹកស្អែកនេះដើរទៅខាងទន្លេភាគខាងកើតណាវានឹងមានរបួសនាំចុះទៅឯងហើយតាជានឹងមកនៅជាមួយពួកឯងបើពួកឯងចិញ្ចឹមអញឲ្យល្អអញនឹងធ្វើឲ្យពួកឯងចម្រើនរុងរឿងធីតាក៏ភ្ញាក់ឡើងព្រឹកថ្ងៃនោះប្អូនស្រីរបស់នាងក៏មកលេងផ្ទះហើយបបួលនាងទៅរាវខ្ចីនៅទន្លេធីតាក៏ទៅជាមួយសាច់ញាតិឆ្ពោះទៅទិសខាងកើតពេលទៅដល់ទន្លេនាងក៏រាវខ្ចីហើយក៏ប្រទះឃើញវត្ថុមួយដែលមើលទៅដូចជាដុំថ្មនាងក៏ហៅប្អូនឲ្យមកមើលទាំងពីរនាក់ប្លែកចិត្តណាស់ព្រោះដុំថ្មនោះមានរូបរាងដូចជាកូនក្មេងតូច
ទាំងពីរនាក់ក៏យកកូនក្រក់នេះទៅឲ្យព្រះសង្ឃមើលលោកគ្រូចៅអធិការឃើញហើយក៏ធ្វើមុខភ្ញាក់ផ្អើលរួចមានសង្កត់ដីកាថាញោមនឹងយកវាទុកមែនទេបើមិនយកទេអាត្មាសុំបដូរជាមួយនឹងព្រះអង្គឬក៏សុំដូរយកទៅទុកនៅវត្តបានទេសម្បត្តិក៏សួរថារបស់នេះជាអ្វីទៅលោកឪលោកមានសង្កត់ដីកាថាវាគឺជាកូនក្រក់វាធ្លាប់មានវិញ្ញាណដែលស្លាប់คล้ายជាថ្មរបស់នេះជាវត្ថុស័ក្តិសិទ្ធិណាស់វាជាផលបុណ្យរបស់មនុស្សដែលធម្មជាតិបានបង្កើតឲ្យសម្បត្តិក៏មិនដឹងថាត្រូវយកទៅធ្វើអ្វីក៏គិតថាដូរយកព្រះអង្គមកបូជាវិញល្អជាងបន្ទាប់មកនៅថ្ងៃបន្ទាប់ធីតាក៏ប្រាប់សម្បត្តិថាយប់មិញតាចាស់មកចូលសបិនឃ្លួងទៀតហើយគាត់ប្រាប់ឲ្យពុះយើងទៅយកកូនក្រក់មកផ្ទះវិញទាំងពីរនាក់ក៏ដើរត្រឡប់ទៅវត្តស្រាប់តែពេលទៅដល់លោកឪក៏មានសង្កត់ដីកាភ្លាមថាញោមមកយកកូនក្រក់វិញមែនទេយប់មិញអាត្មាមិនបានដេកពួនទាល់តែសោះគាត់មកប្រាប់ឲ្យអាត្មាយកទៅប្រគល់ឲ្យញោមវិញបន្ទាប់មកពួកគេក៏យកកូនក្រក់មកផ្ទះដោយដាក់ក្នុងជើងពៀននិងរុំដោយក្រណាត់សភ្លាមនោះពួកគេក៏ឮសំឡេងតាចាស់និយាយថាចាប់ពីថ្ងៃនេះទៅអញនឹងមកនៅជាមួយហើយណាអញនឹងធ្វើឲ្យផ្ទះឯងចម្រើនរុងរឿងបើមានអ្វីចង់ថ្វាយអញក៏មិនបាច់ទៅសែននៅក្រោមដើមឈើទៀតដែរយកមកដាក់នៅទីនេះតែម្ដងទៅពួកគេក្រឡេកមើលឆ្វេងស្ដាំក៏គ្មានមនុស្សដើរមើលជុំវិញផ្ទះក៏គ្មានអ្នកណាទាំងពីរនាក់ក៏ជជែកគ្នាថាវិញ្ញាណតាចាស់ប្រហែលជាមកនៅថែរក្សាពួកគេហើយចាប់ពីថ្ងៃនោះមកការធ្វើកសិកម្មរបស់ពួកគេក៏ទទួលបានផលល្អខណៈដែលអ្នកភូមិផ្សេងទៀតរងការបំផ្លាញដោយមេរោគសត្វប៉ុន្តែដំណាំរបស់ពួកគេស្អាតល្អណាស់លើសពីនេះពួកគេត្រូវឆ្នោតរាល់វគ្គតែម្ដងចាប់ផ្ដើមមានលុយកាក់សម្បត្តិក៏ទិញគោមកចិញ្ចឹម 5-6 ក្បាលជីវិតរបស់ពួកគេផ្លាស់ប្ដូរទាំងស្រុងคล้ายជាសេដ្ឋីម្នាក់ក្នុងភូមិចាប់ផ្ដើមទិញដីស្រែនិងជួលមនុស្សមកធ្វើចំការឲ្យមិនយូរប៉ុន្មានធីតាក៏សម្រាលបានកូនប្រុសម្នាក់សាច់ញាតិបងប្អូនមកអបអរសាទរគ្រប់គ្នាគ្រប់យ៉ាងគឺល្អទៅទាំងអស់សម្បត្តិនិងធីតាជឿជាក់នឹងសទ្ធាលើកូនក្រក់នេះខ្លាំងណាស់ថ្ងៃមួយមិត្តភក្តិរបស់សម្បត្តិឈ្មោះពន្លឺបានមកលេងផ្ទះឃើញសម្បត្តិមានបានក៏សួរថាអាក្លើមើលចុះมึงមានបានលឿនម្លេះមានរបស់ល្អអីជួយប្រាប់អញថងម្ដាយអញមិនស្រួលខ្លួនបំណុលក៏ពេញខ្លួនអញចង់មានលឿនដូចมึงដែរពេលនោះសម្បត្តិកំពុងស្រវឹងក៏និយាយថាប្រពន្ធអញទៅរាវខ្ចៃហើយជួបរបស់ល្អនៅទន្លេវាជាកូនក្រក់មួយដែលពួកអញបូជានៅផ្ទះចាប់តាំងពីបូជាមកគឺមានតែរឿងល្អល្អចូលមកពន្លឺក៏សួរថាពិតមែនហ៎มึงក៏ហកអញទេដឹងសម្បត្តិតបថាអញនឹងក៏ហកធ្វើអីមើលជីវិតអញឥឡូវទៅបើមិនជឿចាំអញនាំมึงទៅសុំពើឬបើចង់យកទៅបូជានៅការសាក់លបងនៃផ្ទះក៏បានបើមិនល្អឡើងมึงចង់ជន់មុខអញវិញក៏បានទាំងពីរនាក់ក៏យល់ព្រមគ្នាសម្បត្តិក៏ឲ្យពន្លឺខ្ចីកូនក្រក់យកទៅបូជានៅផ្ទះកន្លងផុតទៅមួយខែពន្លឺក៏យកកូនក្រក់មកសងវិញហើយនិយាយទាំងរំភើបថាជឿมึงមែនអាក្លើមានគេមកសុំទិញដីអញមានលុយព្យាបាលម៉ែហើយត្រូវឆ្នោតរហូតឥឡូវអស់បំណុលហើយវាជាបារមីកូនក្រក់ដែលมึงឲ្យអញពិតមែនសម្បត្តិក៏តបថាឃើញទេអញប្រាប់ហើយពេលនោះធីតាក៏ប្រាប់សម្បត្តិថាតាចាស់មកចូលសម្បត្តិប្រាប់ថាគាត់អាណិតមិត្តភក្តិបងទើបគាត់ទៅជួយប៉ុន្តែបន្ទាប់ពីនេះកុំធ្វើបែបនេះទៀតអីគាត់មិនចង់ទៅជួយអ្នកផ្សេងទេគាត់ចង់នៅតែជាមួយពួកយើងសម្បត្តិក៏យល់ព្រមពីសប្តាហ៍ក្រោយមកខណៈដែលពួកគេកំពុងដេកយប់ជ្រៅក៏ឮសំឡេងមនុស្សកំពុងគាស់ផ្ទះសម្បត្តិប្រាប់ធីតាថាចាំគាត់ទៅមើលគាត់ក៏កាន់កាំបិតមួយដើរចេញទៅមួយសន្ទុះក្រោយមកនាងឮសំឡេងដូចជាសម្បត្តិកំពុងវាយតប់ជាមួយអ្នកណាម្យ៉ាងរួចក៏ឮសំឡេងសម្បត្តិស្រែកធីតាក៏ប្រញាប់រត់ទៅមើល
ស្រាប់តែឃើញបរោះ3នាក់កំពុងឈររីឯសម្បត្តិដេកស្ទោកនៅដីបរោះ2នាក់រត់មកលើផ្ទះហើយស្រែកសួរថារបស់ល្អមឹងនៅឯណាយកមកឲ្យអញភ្លាមបើមិនអញ្ចឹងអញសម្លាប់ពួកមឹងចោលធីតាក៏ស្រែកខ្លាំងៗធ្វើឲ្យសាច់ញាតិដែលនៅក្បែរនោះរត់មកជួយពួកចៅបានដល់មុខធីតារហូតសន្លប់បាត់ស្មារតីពេលនាងដឹងខ្លួនឡើងឃើញសាច់ញាតិកំពុងជួយតែនាងត្រូវខូចចិត្តអស់មួយជីវិតព្រោះសម្បត្តិត្រូវបានគេចាក់សម្លាប់បាត់ទៅហើយនាងយំសោកបោកខ្លួនដូចមនុស្សបាត់បង់ស្មារតីប៉ូលីសបានមកពិនិត្យផ្ទះឃើញថាទ្រព្យសម្បត្តិមានតម្លៃមិនត្រូវបានលួចឡើយប៉ុន្តែអ្វីដែលបាត់បង់គឺកូនក្រនោះឯងប៉ូលីសសន្យាថានឹងតាមចាប់ខ្លួនចៅឲ្យបានធីតានិងឪពុកម្ដាយក៏ធ្វើបុណ្យសពឲ្យសម្បត្តិបន្ទាប់មកនាងក៏ត្រូវរក់នៅចិញ្ចឹមកូនតែម្នាក់ឯង3ខែផុតទៅក៏នៅតែចាប់ចៅមិនបានធីតាចាប់ផ្ដើមអស់សង្ឃឹមពេលនោះមានការបោះឆ្នោតជ្រើសរើសមេភូមិថ្មីហើយពន្លឺមិត្តភក្តិសម្បត្តិក៏ត្រូវបានជ្រើសរើសជាមេភូមិពន្លឺបានមកលេងធីតាហើយនិយាយថាសម្បត្តិជាមិត្តសម្លាញ់របស់អញនឹងតាមចាប់ចៅដែលសម្លាប់វាឲ្យបាននាងមានអារម្មណ៍ល្អបន្តិចដែលមានគេជួយយកអាសាយប់មួយនាងកំពុងដេកលក់ក៏ឮសំឡេងតែចាស់ហៅនាងភ្ញាក់ឡើងឃើញតែចាស់ដែលធ្លាត់ឃើញក្នុងសុបិនមកឈរនៅមុខផ្ទះមែនតែនប៉ុន្តែគាត់មកក្នុងសភាពខ្លួនប្រានប្រឡាក់ដីមម៉ាយញិចហើយអ្វីដែលគួរឲ្យខ្លាចគឺនៅត្រង់ករបស់គាត់មានរបួសដំបៅធំគាត់និយាយថាជួយអញផងយកអញត្រឡប់មកវិញផងធីតាភ័យខ្លាចនឹងរូបភាពដែលឃើញក៏សន្លប់បាត់ទៅព្រឹកឡើងនាងភ្ញាក់មកដោយសំឡេងកូនយំនាងមានអារម្មណ៍ឈឺក្បាលខ្លាំងពេលកំពុងបំបៅដោះកូននាងឃើញមានឈាមហូរចេញពីក្បាលដោះនិងមាត់កូនក៏មានឈាមពណ៌ក្រហមដែរឪពុកម្ដាយក៏នាំទៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាប្រហែលជាមកពីស្រស័យឈាមតូចផ្ទុះប៉ុន្តែខ្លាចកូនឆ្លងមេរោគទើបឲ្យសម្រាកនៅមន្ទីរពេទ្យមើលអាការៈកន្លងផុតទៅ4ថ្ងៃអាការៈគ្រប់យ៉ាងក៏ធម្មតាវិញគ្រូពេទ្យឲ្យត្រឡប់ទៅផ្ទះបន្ទាប់មកធីតាចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនសូវដឹងខ្លួនបាត់បង់ស្មារតីរវើរវាយមានពេលមួយនាង3កូននៅមុខផ្ទះកូនយំខ្លាំងណាស់តែនាងហាក់ដូចជាមិនដឹងខ្លួនរហូតដល់ម្ដាយដើរមកសួរពេលនាងដឹងខ្លួនឡើងឃើញកូនក្នុងដៃคล้ายជាដុំឈើនាងក៏ក្រវែងដុំឈើនោះចោលទៅដីម្ដាយនាងឃើញក៏រត់មកស្ដីឲ្យមីធីតាមឹងធ្វើអីកូនមឹងនឹងម្ដាយលើកកូនឡើងធីតាក៏ឃើញដុំឈើនោះត្រឡប់ជាកូនវិញនាងភ័យខ្លាំងណាស់ក៏រត់ទៅអោបកូនយំម្ដាយប្រាប់ថាម៉ែដឹងថាមឹងខូចចិត្តរឿងប្តីស្លាប់តែមឹងត្រូវមានស្មារតីរស់នៅដើម្បីកូនបន្តែរឿងរ៉ាវកាន់តែធ្ងន់ធ្ងរថ្ងៃមួយម្ដាយនិងប្អូនប្រុសឮសំឡេងនាងស្រែកហៅឲ្យចូលទៅមើលក្នុងផ្ទះឃើញធីតាកំពុងបញ្ច្រកអ្វីម្យ៉ាងឲ្យកូនហើយនិយាយដោយទឹកមុខគួរឲ្យខ្លាចថាស៊ីទៅកូនស៊ីទៅនឹងបានឆាប់ធំម្ដាយនិងប្អូនរត់ទៅឆក់យកកូនចេញឃើញនាងកំពុងបញ្ច្រកអាចមន់ឲ្យកូនស៊ីម្ដាយនាងខឹងខ្លាំងណាស់ក៏នាំនាងទៅមន្ទីរពេទ្យម្ដងទៀតគ្រូពេទ្យប្រាប់ឲ្យម្ដាយជួយមើលថែចៅនិងមើលថែធីតាឲ្យល្អយប់នោះម្ដាយមកដេកយាមធីតាព្រឹកឡើងស្រាប់តែបាត់នាងពីលើផ្ទះម្ដាយដែររកឃើញនាងកំពុងឈរលើតុបំរុងនឹងចងកសម្លាប់ខ្លួននឹងក្រណាត់សម្ដាយរត់ទៅផ្ទះកំភ្លៀងនាងមួយទំហឹងរួចដាក់នាងចុះពីលើតុនាងងាកមកនិយាយនឹងម្ដាយថាមឹងមើលអញមើលថាអញជាអ្នកណាប្អូនប្រុសនាងក៏រត់មកមើលម្ដាយតបថាបើមឹងមិនមែនកូនអញមឹងជាអ្នកណានាងសាយហើយនិយាយថាអញជាអ្នកណាវាមិនសំខាន់ទេតែដែលប្រកាសគឺអញនឹងយកកូនមឹងទៅនៅជាមួយហើយចាំអញយកចៅមឹងទៅដែរអញនឹងយកទៅទាំងផ្ទះតែម្ដងគ្រប់គ្នាភ័យស្លន់ស្លោម្ដាយក៏សម្រេចចិត្តនាំធីតាទៅរកលោកឪពៅនៅវត្តលោកឪពៅក៏ធ្វើពិធីស្រោចទឹកមន្តប៉ុន្តែនាងត្រឡប់ជាតាក់ដៃសោយសប្បាយរួចនិយាយថាសូត្រទៅសប្បាយណាស់សូត្រទៀតមកលោកឪពៅលូកដៃទៅប៉ះថ្ងាសនាងក៏សោយខ្លាំង
มึงเมียนระบละอไอเตียดบันเจนโมกไอออกเมาอันมันเคยชื่อไอบันติดซะลูกอเปาก็อ้ามาโชบายอปกมาได้ก็น้อมเนียงตรลบหมกแต่วิ่งเนียงจับดามมันโหบบายคลวนปราณสโกมสกางพเนโคงอปกมาได้อ้อสังคมกิทาประหารเจตเราจำแต่ทั้งไงเนียงสลับปนเนาะสลับแต่ทั้งไงมวยเมียนบุระมันแนกชโมหานหมกสมติงโกกระใบปกมาได้ก็ยลปลอมลูกดำใบโยกลุยมอกเชียบ้าธิดาหานกระเลกมือตัวเลือบแต่หอยสัวทาแต่ปูเมียนเนี่ยชื่อแมนเตเคียงสมลังตัวมือบันติกบานเตแกรงรอเคียงอาจุ้ยบานกรอนแต่หานดาจิตดอนเลือบแต่ธิดาก็ใส่เอาลางแต่งใดขมิ้นกำลังกำแหงมึงจกตัววิ่งเพลิมมึงลังหมกเตะอันเธอไอ้มึงเจียหยาหน้าหานดาโจตัวจับทั้งงาเนียงที่ดาใส่ยิ้มอย่างคลั่งหานโสดมุนหอยพลุมตัวเลยกระบาวเนียงรุยสัวทามึงเจียหยาหน้าหมกเนยขนองคลวนเก้เจงเตยโดยละอ้อหรือจ้องเอ่ยอันเด้งเนียงเลือกได้สมเปะอันโปรมให้อันเจงก็บานปันแต่หานดึงทาเวียผู้พอเนียงซ้ายจำอ้าวอ่อยหานก็ปรับเอาปุกนังปะโอนปรกเตอรอกเมื่อระเมียดแดเมียนป้อกระหอมหานโสดมุนดะระเมียดนัวรุยบรรเจาะโจลมวัดเนียงหนึ่งหยัดโจลเกลียกทางซองข้างเนียงสไลด์โดยก็ได้ชื่อจับครั้งนะหานปรับเนปเตธากลมเตยจิตต้นไอ้ซอนี่มันแมนจิติดาเท่คือขมเอาตาโจลสึกถิดบรรทบเมาเนียงก็สลับบัดเตอหานเอาอปกมาได้ยอกเชืองย้อนขบาลเนียงสราลหอยบุญสรนเอาระบอบมันละอเจนปีก้นหานปรับถาระบอบมันละอแต่นี้เวียนึงตรลับเตอรอกมาจ้าระบอบเวียวิญเนี่ยนาเธอไอ้นึงตะตูลพอลกำนุบรรทบเมาธิดาก็ดังคลวนล่างวิญขนองสพีบจีมนุษย์ธรรมดาหอยเคลียนใบขลังน่ะทั้งไงบรรทบเมาเนี่ยผู้มันเนี่ยรุดมาปรับถาเตอเมื่อเมภูมิปนลือเตอกดสลับให้กรุบขณีเตอเมื่อเคยปนลือเด็กสลับนมึกเตียมนนังสลับประปุนระบากอดปรับทากอดตังเตยลสบุนอักรักเฟื่อบาปคลวนไอรอยทั้งไงยุบได้กอดสลับกอดลุดจุนกงไสทาอันมันบานเฟื่อเขาเทเวียมอกดันบามระบออันเตวิงเฟื่อไออันมันบานสำหรับเวียเทอันกรอนตะจังบานระบออันมอกวิงแต่อาสมบัติเวียมันพร้อมเติบอันเตาสำหรับเวียกาปิดคือปุนลือหนึ่งอันจีเนจัวเจ้ามอกสำหรับสมบัติดำใบพลันเยาวโกนเกราะกร้อยหมอกประปุนระบอบปุนลือบานเยาวโกนเกราะมอกซองที่ดาวึงเตียงยุมซาวสมอาหาวสิกัมปรุเนียงก็จับดาวเมียนอาการะโดยธิดาการปีมนใดธิดาอนิตก็พร้อมอาหาวสิกัมเอาแต่งออกจำนายเจ้าปีเนเตียดก็โจคลวนมกสารพีปราปุลิปรุเมียนวิญญาณตามลองบรรลัยกระโหดตรอมมันบานจับปิดไงนุหมอกกลัวซาระบอกธิดาก็บรรทอโบจีโกนเกราะนุระโหดมกดอดสอบทั้งไงเรื่องนี้เป็นแจกอ้อยเคยปีพอลกรรมนังเพียบโลบลุนระบอบมนุ่มแต่น้อมตะรอกได้วิเนีย